ថ្ងៃនេះគឺថាខ្ញុំនឹងមកលេង Minecraft ទៀតហើយលេងបែប survival ធម្មតាសប្បាយៗឥឡូវយើងដើរទៅមុខមកទៅខាងមុខនេះគឺមានភូមិយើងវាយយកស្រូវនៅភូមិមកទៅយើងទុកផលិតធ្វើអាហារនិងទុកដាំយើងវាយយកតែប៉ុណ្្នឹងបានហើយយើងមកដើរលូកអីវ៉ាន់តាមភូមិមកទៅក្នុងនេះមានឆេះមួយមានតែឈើ3ដុំទេគឺថាអត់ប្រយោជន៍មែនតើឥឡូវម៉ាញ់យកក្រែមកទៅទឹកយើង skip ពេលយប់តោះយើងចូលក្នុងផ្ទះនេះម្ដងតើមានអីអត់អូភ្លើងឆេះអូ what អូជុំផ្ទះហ្នឹងភ្លើងឆេះសាយនេះខ្ញុំចូលមកភ្លើងឆេះបណ្ដោយអូងាប់ឡើយអូឥឡូវយើងចូលទៅមើលម្ដងទៀតមកគឺថាអត់ដឹងឆេះសាយតែឥឡូវយើងជួយបលត់មកទៅគឺថាឆេះផ្ទះទាំងអស់ហើយគ្រាន់តែចូលមកឆេះផ្ទះបណ្ដោយអូ my god អូងាប់ឡើយទឹកចូលទឹកអូ my god បេះដូងសល់ពីមកតំណក់គឺថាផ្ទះនឹងឆេះខ្ទេចហើយអត់ដឹងកើតអីទេឥឡូវយើងកុំខ្វល់ដើររកកន្លែងថ្មីមកទៅអូតែកន្លែងនេះគឺថាក្រោមភ្នំយើងចុះទៅមកទៅអូម៉ែបេះដូងសល់មួយកម្មសល់អាពាក់កណ្ដាលមួយកម្មឥឡូវមើលឆែននេះបើកមកស្ទែរបស់អត់ប្រយោជន៍មកវាមានទេกระดาษឥឡូវយើងទៅទៀតមកទៅឥឡូវនេះគឺថារបរចំណីអាហារហ្នឹងយើងដូចជាមានដែរតែអ្វីដែលយើងខ្វះទៀតនោះគឺថ្មនិងធ្យូងឥឡូវយើងម៉ាញយកថ្មនិងធ្យូងមកទៅទុកសម្រាប់ប្រើប្រាស់ឥឡូវនេះយើងផលិតជាមួយនឹងចង្ក្រានមួយ pickaxe ថ្មមួយអូខេខ្ញុំគិតថាប៉ុណ្ណឹងវាដូចជារៀងគ្រប់ហើយឥឡូវយើងម៉ាញចុះទៅក្រមកទៅដើម្បីយើងចូលខែរកជាមួយនឹងរ៉ែផ្សេងមួយចំនួនទៀតកំពុងតែម៉ាញចុះក្រោមសុកក្នុងរឿងដល់នឹកស្មានមិនដល់ក៏បានកើតឡើងយើងធ្លាក់មកដល់កន្លែងនេះតែកន្លែងរមីព្រោះអា skeleton នេះspawn ចេញមកបណ្ដោយអូអត់កើតទេរត់សិនងាប់អស់វាឥឡូវគ្នាវាដល់3នាក់ណោះអូគឺថាយើងបានមកដល់កន្លែងគេរមីហ่ะឥឡូវពូនសិនមកទុំនេះអាបិសាច់ទេគេនេះអូអត់កើតទេងាប់ឡើយរត់ដាក់ផលិតប្រឡោះបិទសិនអត់កើតទេមកពីក្រោយទៀតអូងាប់កន្លែងហ្នឹងហើយមើលបេះដូងសល់ទេមួយកាមយើងបិទប្រឡោះវាមកកុំឲ្យវាចូលអូគឺថាកន្លែងនេះគឺសាហាវមែនតើយើងអត់ទាន់មាន item ល្អទេគេតែយើងចុះមកដល់ជួបកន្លែងហ្នឹងបណ្ដោយតោះឥឡូវយើងម៉ាញចុះក្រោមទៀតមកទៅយើងកុំខ្វល់វាព្រោះយើងអត់ទាន់មាន item ល្អទេទីយើងចេញតែនឹងងាប់របស់វាឡើយយើងម៉ាញចុះមកក្រោមដីនឹងដូចជារៀងយូរដែរឥឡូវយើងដូចជាសាកធ្វើតាមវិធីតាមគេតោះឥឡូវយើងដាក់យើងមកបិទមកធ្វើកើតអូលយបណ្ដោយជុំតែប៉ុណ្ណាយើងធ្វើបែបហ្នឹងឲ្យយើងមិនដើរពីប្រឡោះទេយើងដើរពីប្រឡោះទៅវាយូរដល់ពេលយើងដាក់ម៉ាក់ហ្នឹងទៅវាលឿននេះមើលម៉ាក់ហ្នឹងទៅម៉ាញបានតែមកប្រឡោះទៅរហូតហ្មងគឺថាឥឡូវនេះយើងម៉ាញមកដល់ទឹកហើយយើងចូលមើលតិចសិនគីឡូមានប្រឡោះទៅទៀតក្នុងទឹកក្រោមដីនេះមានត្រីទៀតណាមាសឥឡូវយើងមើលប្រឡោះសិនម៉ាញចូលប្រឡោះនេះមកទៅអត់កើតទេងាប់ឡើយទៅក្រោយវិញងាប់ក្នុងនឹងឡើយដាច់ទាំងហើវិញណូខ្ញុំងាប់ខ្ញុំរស់ងាប់ចប់ចឹងគេថាបេសកកម្មរ៉ែរបស់យើងគឺបានបរាជ័យបាត់ទៅហើយគេថាយើងបានចោលអីវ៉ាន់នៅក្នុងនោះជាច្រើនឥឡូវនេះយើងចាប់ដើមសាថ្មីហើយដល់ម្ដងនេះគឺឈប់ចូលក្រោមដីទៀតហើយយើងដើររកកាប់ឈើរកកន្លែងណាសមរម្យធ្វើផ្ទះវិញ
ក្រោយពីយើងចាប់ដើមសាថ្មីមកឥឡូវនេះយើងបានដើរមកដល់កន្លែងភូមិថ្មីហើយយើងមើលទីតាំងម្ដងមិនទៅថាកន្លែងនឹងល្អយើងនឹងសាងសង់ផ្ទះឥឡូវមុននឹងរកកន្លែងទីតាំងយើងសុំចូលលួចអីវ៉ាន់ក្នុងផ្ទះសិនហបនេះគឺមានជាមួយនឹងនំប៉័ងក៏ដូចជាដែក8ដុំគឺយើងចំណេញហើយយើងបានរកដែក free យ៉ាងប្រមូលយកវាឲ្យអស់មកយកគេថាបែបនេះដេកកាត់ថ្ងៃយ៉ាងគឺអត់យកលើទេគេថាពូ villager ហ្នឹងគឺវាដេកកាត់ថ្ងៃបាទហើយអូខេបន្ទាប់ពីដើរមើលភូមិនឹងបានបន្តិចមកគឺថាខ្ញុំជួបចិត្តជាមួយកន្លែងនេះឥឡូវយើងរៀបចំអីវ៉ាន់ទុកដាក់រួចយើងកាប់ឈើធ្វើសង់ផ្ទះនៅកន្លែងហ្នឹងតែម្ដងទៅតើអីវ៉ាន់យើងរៀបចំទុកដាក់បានអស់ហើយឥឡូវយើងចាប់ផ្ដើមកាប់ឈើតែម្ដងទៅអូខេឥឡូវនេះគឺខ្ញុំបានកាត់មកដល់នៅពេលដែលយើងកាប់ឈើបានច្រើនក៏ដូចជារៀបជាមួយនឹងដីបានស្អាតល្អហើយដោយយើងនៅតែកាប់ថ្មតែនោះទេសម្រាប់យកមកធ្វើផ្ទះពេលយើងនៅរៀងខ្វះថ្មឥឡូវទៅកាប់ថ្មតែម្ដងទៅអូខេថ្មរបស់យើងកាប់បានដូចជារៀងច្រើនដែរឥឡូវយើងចាប់ផ្ដើមដាក់សាងសង់មកទៅយើងមើលវាឲ្យស្មើគ្នាឥឡូវដាក់មកទៅ1យើងមើលសិនតើប៉ុណ្ណឹងតើអាចដាក់ល្មមទេតែយើងដាក់ខហ្នឹងវារៀងយ៉ាប់តើឥឡូវដាក់2 3 4យើងដាក់តែ4ប្លុកនោះទេយើងដាក់ម្ដង4ម្ដង4ឥឡូវយើងដាក់នេះអាក្រោមដាក់1 2 3 4 5 6 7 8 9ឈប់យើងដូចជាដាក់10មើលទៅវារៀងល្អយើងដាក់គុណនឹង10ឥឡូវ8ហើយដាក់ទៅ9 10អូខេយើងដាក់វា10ចឹងមកឥឡូវរៀបឈើដាក់មក1 2 3 4កន្លែងនេះមួយទៀត1 2 3 4 1 2 3 4ទស្សនរបស់យើងគឺបានរៀបពេញស្អាតដែរឥឡូវយើងដាក់ជាមួយនឹងរៀបមកទៅ
ផ្ទះរបស់ខ្ញុំហ្នឹងគឺថាបានប្រក់ហើយមើលទៅខាងនេះខាងមុខខាងនេះខាងក្រោយគឺយើងនៅតែប្រក់ដបូលទៀតនោះទេគឺប៉ុណ្ណឹងគឺយើងប្រក់ដបូលនឹងបិទជាងប៉ុណ្ណឹងហើយអូខេអ្នកទាំងអស់គ្នាគឺថាផ្ទះរបស់ខ្ញុំបានធ្វើហើយដែលខ្ញុំសូមកាន់មកដល់នេះមើលទៅគឺប៉ុណ្ណឹងយើងសង់ហើយឥឡូវយើងដើរចូលទៅមើលខាងក្នុងតែម្ដងទៅយើងចូលមកគឺថាខាងក្រោមផ្ទះនេះគឺអត់ទាន់មានអីនោះទេខ្ញុំគ្រាន់តែរៀបវាចោលតែប៉ុណ្ណឹងឥឡូវយើងឡើងទៅមើលនៅខាងលើម្ដងចំណែកឯខាងលើក៏ដូចគ្នាគឺអត់ទាន់មានអីដាក់នោះទេដោយសារតែយើងទៅធ្វើហើយគឺដាក់ចោលតែប៉ុណ្ណឹងចុះទៅមើលនៅខាងក្រោមផ្ទះវិញម្ដងយើងដើរមើលជុំវិញផ្ទះនេះគឺខ្ញុំបានថែមឆ្កែមួយគឺខាងក្រៅផ្ទះគឺមានតែប៉ុណ្ណឹងមើលទៅមានដាក់រៀបផ្កាមានដាក់រៀបភ្លើងអីតែប៉ុណ្ណឹងនោះទេគឺធម្មតាហ្នឹងមើលទៅcreeper អូខេធ្វើស៊ី creeper នេះមួយសិនវាដើរមករកយើងហើយយើងឲ្យវាមកកន្លែងនេះមកតែនៅចិត្តហ្នឹងផ្ទុះផ្ទះយើងបែកខ្ទេចហើយវាយើងវាមកចិត្តដល់យើងដាក់ដុំឈើណាមកដល់ពេលដែលវាផ្ទុះទៅគឺអត់សូវមាននិមិត្តមកលើយើងនោះទេឥឡូវយើងដើរមើលផ្ទះយើងបន្តទៀតគឺមានតែប៉ុណ្្នឹងទេមើលទៅគឺថាអត់មានអីច្រើននោះទេគឺវីដេអូផាតទី1របស់យើងគឺថាសូមតែបញ្ចប់តែត្រឹមហ្នឹងហើយដែលយើងបានសង់តែផ្ទះទេប៉ុណ្ណឹងទេគឺអត់មានអីច្រើននោះទេហើយសូមអរគុណសូមជម្រាបលា